បងប្អូនស្ត្រីដែលមានបញ្ហាការមរោគមានផលវិបាកច្រើនខ្លាំងមែនទែនសឹងតែច្រើនជាងបុរសទៀតផលវិបាកទី1គឺស្ត្រីអាចនឹងពិបាកក្នុងការមានកូនឬក៏ប្រឈមជាមួយនឹងបញ្ហាអត់កូនផ្ទាល់តែម្ដងសម្រាប់ផលវិបាកទី2ស្ត្រីប្រឈមមួយបញ្ហារលាកនឹងអាងទឹកគៀកសម្រាប់ទី3វិញគឺស្ត្រីនៅពេលដែលមានប្រភេទជំងឺកាមរោគនៅក្នុងខ្លួនអាចនឹងមានកូនកើតកូនមិនគ្រប់ខែហើយសម្រាប់ទី4អាចនឹងប្រឈមជាមួយនឹងបញ្ហាកូនក្រៅស្បូនទៀតចំពោះទី5វិញគឺស្ត្រីអាចនឹងកសាក្នុងការរលូតឬកូនស្លាប់នៅក្នុងពោះក៏មានដែរដូច្នេះហើយបើសិនជាមានប្រភេទកាមរោគឬក៏កំពុងតែកើតមានប្រភេទជំងឺកាមរោគក៏ស្ត្រីគួរតែបញ្ញាប់រកដំណោះស្រាយឬក៏ដោះស្រាយឲ្យបានត្រឹមត្រូវខ្លាំងមែនទែនចំពោះទី6វិញស្ត្រីអាចនឹងមានការវិវត្តនៃប្រភេទជំងឺកាមរោគទៅជាជំងឺផ្សេងៗហើយសម្រាប់ទី7បញ្ហាកាមរោគរបស់មនុស្សស្រីនេះអាចបង្កទៅដល់កូនឬក៏បណ្ដៃថាឆ្លងដល់កូនបានទេហើយសម្រាប់ទី8គឺស្ត្រីអត់អារម្មណ៍ផ្លូវភេទពិបាកក្នុងការគេងនៅមួយដៃគូមែនទែនគឺបាត់បង់អារម្មណ៍អស់ហើយសម្រាប់ទី8គឺស្ត្រីនឹងប្រឈមជាមួយនឹងមហារីកមាត់ស្បូនឬក៏មហារីកប្រដាប់ភេទផងដែរហើយសម្រាប់ទី9នឹងគឺស្ត្រីអាចនឹងងាយក្នុងការវិវត្តភេទជំងឺកាមរោគទៅជាអេដសទៅជាបញ្ហាធ្ងន់ធ្ងរជាច្រើនទៀតដូច្នេះបើសិនជាករណីមនុស្សស្រីមានបញ្ហាកាមរោគឬក៏មានជាបញ្ហារោគស្ត្រីល្មមបញ្ញាប់ថែទាំបញ្ញាប់ដោះស្រាយបើចង់បានជំនួយក្នុងការថែទាំសុខភាពក្នុងការបំបត្តិរាល់បញ្ហាធ្លាក់សរមាស់ឬជាបញ្ហារោគស្ត្រីជាដើមបងប្អូនអាចតាក់ទងមកលេខ Telegram របស់ខ្ញុំឬក៏ឆាតចូល Page របស់ខ្ញុំបាន